Just for a minute. Just for a minute. Chúng mình xưa đến từng ngọc nia vô từ lọp sạch rừng dớm để ông gây tam dầm láp phép đập pi nâng phép đập bay to nhưng cho sự rừng bằng tờ bên nội dương có ban lưu dùm lấy mình để ban như vậy thà nít cứ chia tì tăng đại mình chmột thà số chiền nẹ lưu thà chmột nít hào nẹ cất thà viên miền phép rõ xa nâng miền phép son lập hiệp vì mình mến chia còn lái than xua với tề vì cứ chia cần lái khó chạm tại miền phép duyệt thua được nông này phần lưu bẻ tật có mình a trang chia cho được nông này ban đài đi cái nàyមានការលេងល្បែងនិងមានការសម្លាប់មនុស្សនិងមានមនុស្សពេញមជ្ឈដ្ឋានខ្លះរត់ចូលក្នុងកន្លែងនេះដើម្បីកិច្ចការស្លាប់ទីកន្លែងនេះបើអ្នកចូលទៅអ្នកមានតែការស្លាប់នោះទេនោះយើងក៏កាត់ដល់វិញ្ញាសានិងយន្តនោះយើងបន្តអ្នកគ្នាពេលនោះយន្តនោះបានសួរថាតើអ្នកបានឮទេតែពួកគេនិយាយអ្វីគេនិយាយថាខ្ញុំមិនសមជាស្ត្រីសោះពេលនោះវិញ្ញាសាយើងបានសម្ដែងថាលោកប្តីឆាប់ថាឲ្យពួកគេទៅបើលោកប្តីមិនថាឲ្យពួកគេទេខ្ញុំនឹងវាយលោកប្តីដើម្បីកំដាប់ដៃរបស់ខ្ញុំហើយនោះយន្តនោះរបស់យើងមិនក៏ក្នុងចិត្តថាហេតុអ្វីព្រះអម្ចាស់នេះគ្មានភាពអៀនខ្មាស់អញ្ចឹងមុនក៏គាត់ធ្វើចរិតបែបនេះដែរខ្ញុំមានអារម្មណ៍ថាខ្ញុំខ្មាស់គេខ្លាំងមែនទែនខ្ញុំមានអារម្មណ៍ថាជាតិមុនក៏ខ្ញុំអាម៉ាស់មកដែរបោកខ្ញុំស្លាប់ម្ដងទៀតខ្ញុំជាតិក្រោយខ្ញុំនឹងតាំងខ្លួនជាមនុស្សស្រីជំនួសគាត់ហើយពេលនោះយន្តនោះរបស់យើងបាននិយាយថាគ្រប់គ្រាន់ហើយប្រញាប់ចូលក្នុងទៅពេលនោះវិញ្ញាសានយើងបាននិយាយថាអរគុណហើយបងសម្លាញ់ពេលនោះយន្តនោះយើងបាននិយាយថាហេតុអ្វីអ្នកនិយាយទៅគាត់បែបនេះអញ្ចឹងតោះមកប្រញាប់មកពេលនោះវិញ្ញាសានយើងបាននិយាយថាការអ្វីនឹងប្តីអ្នកចង់ឲ្យខ្ញុំស្រីស្អាតបែបនេះហើយអ្នកថាបងសម្លាញ់ដែរមែននោះយន្តនោះយើងបាននិយាយថាអ្នកឈប់លេងសើចទៅប្រញាប់រកផ្ទះសំណាក់ដើម្បីដេកទៅពេលនោះយើងក៏កាត់ដល់ផ្ទះសំណាក់ពេលនោះវិញ្ញាសានយើងបាននិយាយថាឥឡូវខ្ញុំបានធូរស្រាលយ៉ាងខ្លាំងដើម្បីជំរះគ្រឿង make up ពីលើផ្ទៃមុខរបស់ខ្ញុំពេលនោះវិញ្ញាសានយើងបានសួរយន្តនោះថាហេតុអ្វីអ្នកឲ្យខ្ញុំតែងខ្លួនជាមនុស្សស្រីអញ្ចឹងខ្ញុំគិតថាមានអ្វីលយឲ្យខ្ញុំភ្ញាក់ផ្អើលនោះយន្តនោះយើងបានប្រាប់ហេតុផលវិញថាអ្នកគិតថាពួកគេឲ្យអ្នកចូលទីកន្លែងនេះស្រួយបើអ្នកគ្មានការសមាជិកអ្វីផងនឹងបើអញ្ចឹងហើយបានខ្ញុំឲ្យអ្នកតែងខ្លួនជាមនុស្សស្រីពេលនោះវិញ្ញាសានយើងបាននិយាយថាអូអ្នកចឹងអ្នកមានតែការសមាជិកមួយទេផាត់ផលនេះហើយដើម្បីឲ្យខ្ញុំបានចូលដែរអ្នកបង្ខំឲ្យខ្ញុំតែងខ្លួនជាមនុស្សស្រីពេលនោះយន្តនោះរបស់យើងបាននិយាយបន្ថែមទៀតថាទីកន្លែងនេះហើយដែលភរិយារបស់ព្រះអម្ចាស់យូសៀនបានស្លាប់នៅទីកន្លែងនេះផាត់ផលនេះហើយដែលខ្ញុំឲ្យអ្នកតែងខ្លួនជាមនុស្សស្រីគាត់អាណិតថាគេមានប្រពន្ធអាចយកចូលបានព្រោះអីគាត់បាត់បង់ប្រពន្ធគាត់យកអារម្មណ៍មួយនេះអញ្ចឹងហើយខ្ញុំមានអារម្មណ៍ថាខ្ញុំអាណិតគាត់ខ្លាំងណាស់ពេលនោះយន្តនោះយើងបាននិយាយបន្ថែមទៀតថាឥឡូវផ្សាររាត្រីគេបានបើកហើយនោះវិញ្ញាសានយើងបាននិយាយថាយន្តនោះតោះយើងទៅមើលគេបន្តិចបន្តួចទៅវាគូចាប់អារម្មណ៍ខ្លាំងណាស់ពេលនោះយន្តនោះរបស់យើងបាននិយាយថាវាមិនអាចទៅរួចទេនោះវិញ្ញាសានសួរថាហេតុអ្វីមិនអាចទៅរួចការអ្នកនៅភូមិផ្កាពេអ្នកដើរតាមខ្ញុំពេលនោះយន្តនោះបាននិយាយថាអ្នកស្ងាត់មកបន្តិចទៅមានតែគេមកបន្ទប់របស់យើងហើយពេលនោះយើងក៏បានលើសំឡេងបារម្ភម្នាក់បាននិយាយថាអ្នកទាំងពីរលោកម្ចាស់ចម្លងភ្នំដើម្បីចង់ជួបអ្នកដើម្បីសួរពីពលរដ្ឋមានពីរនាក់ពេលនោះលោកម្ចាស់ចម្លងភ្នំនោះបាននិយាយថាអ្នកទាំងពីរមកដល់ហើយមែនពេលនោះលោកម្ចាស់នោះបាននិយាយថាអូទៅចោះឯកាធាតុកោតានោះវិញ្ញាសានយើងបានសួរថាតើអ្នកស្គាល់គាត់មែនតែគាត់ជាពីណាគេពេលនោះយន្តនោះរបស់យើងបាននិយាយថាវិញ្ញាសានហេតុអ្វីអ្នកផ្លុំខ្យល់ចូលខ្ជីរបស់ខ្ញុំអញ្ចឹងពេលនោះលោកម្ចាស់ចម្លងភ្នំថាកុំលេងសើចច្រើនពេកខ្ញុំនៅទីនេះពេលនោះវិញ្ញាសានថាវាគឺជាអ្វីហេតុអ្វីវាលោតឡើងទៀតហើយពេលនោះក៏មាន system មួយបាននិយាយថាគេមានឈ្មោះថាវូវួយគឺជាភេទប្រុសហើយគាត់មានតួនាទីគឺជាព្រះអម្ចាស់នៅភ្នំសូជៀនគណៈរបស់គាត់មានជាមនុស្សភ័យខ្លាចច្រើនហើយគាត់ចូលចិត្តលេងល្បែងហើយគាត់លេងមិនដែលឈ្នះគេទេហើយគាត់ចូលចិត្តផឹកស្រាយ៉ាងខ្លាំងពេលនោះវិញ្ញាសានយើងបានគិតក្នុងចិត្តម្នាក់ឯងថាហេតុអ្វី system នេះប្រាប់ប្រវត្តិរូបរបស់គាត់អញ្ចឹងអ្នកផ្សេងអាចមើលឃើញក្តារភ្លឺចាញ់ចាំងដូចខ្ញុំដែរឬទេពេលនោះយន្តនោះរបស់យើងបាននិយាយថាលោកម្ចាស់វ៉ាលីហេតុអ្វីលោកហៅខ្ញុំមកពេលនោះលោកម្ចាស់វ៉ាលីនឹងបាន
សូថាហេតុអ្វីអ្នកមិនសូសំណូមនេះមកខ្ញុំអញ្ចឹងហេតុអ្វីអ្នកសូថាហេតុអ្វីខ្ញុំរកតាសញ្ញាអ្នកឃើញអញ្ចឹងនៅយន្តរបស់យើងបាននិយាយថាខ្ញុំខ្ជិលនៅលោកម្ចាស់បានលាវក៏បានឆ្លើយតបវិញថាអូគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ខ្ញុំមានអារម្មណ៍ថាខ្ញុំភ្លេចរឿងអ្វីមួយដើម្បីប្រាប់អ្នកនៅលោកម្ចាស់បានលាវនឹងបានសូថាអ្នកទាំងពីរត្រូវជាអ្វីនឹងគ្នាអ្នកបានរៀបការជាមួយនឹងនាងហើយមែនពេលនោះយន្តរបស់យើងបាននិយាយថាត្រូវហើយខ្ញុំបានរៀបការជាមួយនឹងនាងហើយនាងគឺជាភរិយារបស់ខ្ញុំពេលនោះលោកម្ចាស់បានលាវនឹងបាននិយាយថាខ្ញុំឃើញអ្នកទាំងពីរមិនសូវស្និទ្ធស្នាលជាមួយនឹងគ្នាសោះបើអ្នកទាំងពីរអាចថើបគ្នាឲ្យខ្ញុំមើលខ្ញុំនឹងអាចជឿថាអ្នកទាំងពីរគឺជាប្តីប្រពន្ធនឹងគ្នាពេលនោះយន្តរបស់យើងបាននិយាយថាហេតុអ្វីជាតិមុនគាត់មិនឲ្យខ្ញុំធ្វើបែបនេះទេហេតុអ្វីជាតិនេះតើវាអាចផ្លាស់ប្ដូរពេលវេលាដែរឬទេអ្វីអ្នកទាំងពីរខ្មាស់អ៊ីនគ្នាទៅវិញទៅមកអញ្ចឹងពេលនោះលោកម្ចាស់បានលាវនឹងបាននិយាយថាអ្នកទាំងពីរមិនថើបគ្នាទៅបើអ្នកមិនថើបគ្នាទេខ្ញុំនឹងដេញអ្នកចាក់ចេញពីកន្លែងនេះហើយពេលនោះយន្តរបស់យើងបាននិយាយថាចាំបន្តិចខ្ញុំនឹងថើបពេលនោះវិញអន្សានសួរថាតើយើងត្រូវធ្វើរឿងបែបនេះមែនទេ So when you hear me say, boy, let me be your woman. អ្នកទាំងអស់គ្នាកៀងខ្លួនឯងយ៉ាងខ្លាំងគេឈ្មោះឡើងវូវួយហើយគេវ៉ាលាវអូយហើយឡើងសម្ដែងឡើងដល់ណាដល់ណៃហើយហ្នឹងតែយើងចុះសាច់រឿងទៅពេលនោះព្រះអម្ចាស់វូវួយនឹងគាត់បាននិយាយថាត្រូវឲ្យប្តីប្រពន្ធគេត្រូវធ្វើបែបនេះពិតជាសមខ្លាំងណាស់ពេលនោះខ្ញុំបានឃើញប្រតិកម្មរបស់អ្នកខ្ញុំគិតថាអ្នកកំពុងតែគូស្នេហ៍ថ្មីថ្មោងហើយពេលនោះយន្តរបស់យើងបាននិយាយថាវូវួយតើអ្នកអាចចូលប្រធានបទដែលអ្នកចង់ប្រាប់ខ្ញុំបានដែរឬទេពេលនោះវូវួយបានសើចបន្តិចហើយគេបាននិយាយថាប្រកាសណាស់ខ្ញុំនឹងប្រាប់ពេលនោះហើយវេយិនសានយើងឆ្ងល់យ៉ាងខ្លាំងដឹងថាពួកគេនិយាយពីស្អីទេពេលនោះវេយិនសានយើងបានគិតក្នុងចិត្តថាតើអារម្មណ៍ដែលការថាមានន័យដូចម្ដេចទៅខ្ញុំគិតថាគាត់គឺជាមនុស្សដែលរឹងរូសហេតុអ្វីគាត់មកថើបខ្ញុំសំខាន់បបោមាត់គាត់ពិតជាទន់ខ្លាំងណាស់God វាលើចង់ឲ្យរំភើបខ្លាំងមែនតើតាហេតុអ្វីខ្ញុំគិតរឿងបែបនេះខ្ញុំមានអារម្មណ៍ថាបើត្រូវមនុស្សភេទដូចគ្នាថាបយើងមានអារម្មណ៍ថាមុំម៉ៅហេតុអ្វីខ្ញុំមានអារម្មណ៍បែបនេះសោះតែបើគាត់គឺជាយូនូដែលធ្វើដាក់ខ្ញុំបែបនេះខ្ញុំមានអារម្មណ៍ថាមានអ្វីប្លែកសោះពេលនោះវាយិនសានបានទិញថាបើសិនវាយិនមូបើសិនវាយិនមូអញ្ចឹងល្អអ្នកគ្នាពេលនោះយូនូរបស់យើងបាននិយាយថាវាយិនសានតើអ្នកលើខ្ញុំនិយាយដែរឬទេពេលនោះវាយិនសានយើងបាននិយាយថាស្អីគេអ្នកចង់និយាយពីស្អីពេលនោះយន្តរបស់យើងនិយាយថាដឹងវេយិនសានគាត់គិតដល់ណាដល់ណីទេពេលនោះក៏មានបុគ្គលិកមួយបាននិយាយថាហាងខ្ញុំគ្មានលក់តែទេមានលក់តែស្រាពេលនោះយន្តរបស់យើងវេយិនសានអ្នកសវឹងហើយតើយើងទៅទេសនាវិញពេលនោះវេយិនសានយើងបាននិយាយថាខ្ញុំគ្មានសវឹងទេយន្តរបស់យើងបាននិយាយថាតើអ្នកឈ្គូដល់ក្រៅគឺសវឹងមែនទេពេលនោះវេយិនសានយើងបាននិយាយថាយន្តអ្នកត្រជាក់ខ្លាំងណាស់គឺជាឲ្យខ្ញុំតែងខ្លួនជាមនុស្សស្រីពេលខ្ញុំបាននៅចិត្តអ្នកខ្ញុំមានអារម្មណ៍វាពេលនោះយន្តរបស់យើងក៏វាយទៅយន្តសានយើងហើយក៏បោះឡើងលើក្រែតែម្ដងខ្ញុំមានអារម្មណ៍ថាពេលគាត់សវឹងខ្ញុំស្រួលដោះស្រាយជាមួយនឹងគាត់ពេលខ្ញុំដេកជាមួយគាត់ខ្ញុំពិបាកដោះស្រាយជាមួយនឹងគាត់ខ្លាំងណាស់ Batidão estrada. ពេលនៅយន្តរបស់យើងបានសម័យដល់ពេលវូវួយបាននិយាយថាអ្នកដឹងទេតែខ្ញុំឲ្យអ្នកចូលក្នុងចន្លងភ្នំនេះគឺខ្ញុំចង់ឲ្យអ្នកសម្រាប់មនុស្សម្នាក់ឲ្យខ្ញុំជាការដកខ្ញុំមិនសើមនុស្សម្នាក់ដែលមកជាមួយនឹងអ្នកនោះទេអ្នកបានធ្វើការងារឲ្យខ្ញុំបានសម្រេចហើយខ្ញុំនឹងធានាជីវិតអ្នកទាំងពីរចេញពីនេះឲ្យបានសុវត្ថិភាពពេលនៅយន្តយើងកំពុងគិតយ៉ាងខ្លាំងខ្ញុំត្រូវតែធ្វើរឿងនេះព្រោះខ្ញុំមិនអាចទប់ទល់ជាមួយនឹងបរិសម្នាក់នោះបានទេយ៉ាងខ្លាំងវូវួយគេស្អប់ជាមួយនឹងខ្សែរាជវង្សខ្ញុំមិនយល់ព្រមរឿងនេះទេវេយិនសានគេនឹងអាចមានគ្រោះថ្នាក់ដល់ជីវិតទៀតខ្ញុំមិនខ្វល់ខ្ញុំត្រូវតែធ្វើរឿងបែបនេះបើខ្ញុំមិនធ្វើទេវេយិនសានគេនឹងអាចស្លាប់ដល់ជីវិតទៀតឥឡូវសាច់រឿងយើងដល់ទីបញ្ចប់អ្នកនាងជួបគ្នាថ្ងៃក្រោយបាយបាយ